តម្លៃហាងឆៃមាសនៅចុងខែមីនានេះគឺមានការងើបឡើងមកវិញហើយបន្ទាប់ពីមានការចុះខ្លាំងជាងរយៈពេល3សប្តាហ៍កន្លងមកអញ្ចឹងតម្លៃហាងឆៃមាសមានការធ្លាក់ចុះក៏ពាក់ព័ន្ធជាមួយនឹងបញ្ហាសង្គ្រាមបញ្ហានយោបាយក៏ដូចជាពាក់ព័ន្ធជាមួយនឹងតម្លៃប្រេងមួយរយៈមុនតម្លៃប្រេងមានការកើនឡើងខ្លាំងហើយធ្វើឲ្យប្រាក់ដុល្លារមានតម្រូវការច្រើនអញ្ចឹងក៏អាចធ្វើឲ្យតម្លៃហាងឆៃមាសមានការប្រែប្រួលដែរអញ្ចឹងបើយើងក៏លេខមកមើលនៅចុងខែមីនានេះគឺថ្ងៃហ្នឹងថ្ងៃទី31ហើយតម្លៃហាងឆៃមាសមានការងើបខ្លួនឡើងមកវិញហើយដល់ឥឡូវហ្នឹងគឺស្ថិតនៅចន្លោះ$4,500ជាងនៅក្នុងមួយអោននៅក្នុងឱកាសពេលនេះបងប្អូនទាំងអស់គ្នាដែលគាត់ចង់ទិញលក់ទៅលើកម្រិតតម្លៃហាងឆៃមាសបងប្អូនទាំងអស់គ្នាអាចធ្វើការតាក់ទងមកកាន់ Telegram ខាងលើបានព្រោះយើងមានរៀបចំជាផែនការនិងមានជាក្រុម VIP ដើម្បីទម្លាក់ជូនបងប្អូនទាំងអស់គ្នានៅការទិញហាងឆៃមាសបែបណាដើម្បីអាចទទួលយកបានផលចំណេញបានច្រើនអ្វីដែលកាន់តែពិសេសការទិញលក់ហាងឆៃមាសតាមរយៈឧបករណ៍ Edison គឺស្របតាមប្រព័ន្ធច្បាប់របស់នាយកតកមូលបត្រកម្ពុជាមិនមានហានិភ័យដល់ដើមទុនរបស់បងប្អូនទាំងអស់គ្នានោះទេអញ្ចឹងចាប់អារម្មណ៍អាចធ្វើការចុះឈ្មោះតាមរយៈ link ខាងលើបាន